បាទសួស្តីដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំបានធ្វើការចូលរួមទិវារត់ប្រណាំងស្ត្រីចម្ងាយ10គីឡូម៉ែត្របាទអញ្ចឹងសម្រាប់ការរត់ប្រណាំងនេះមានចំនួនតទៅនឹងការរត់គឺមាន4គីឡូម៉ែត្រហើយនិង10គីឡូម៉ែត្របាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខ្លះៗដែលមានបងប្អូនយើងជាច្រើនបានមកធ្វើការចូលរួមនៅក្នុងការរត់ប្រណាំងនេះដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលយើងត្រូវធ្វើការត្រៀមដើម្បីនៅក្នុងការរត់ប្រណាំងបាទអញ្ចឹងសម្រាប់ការរត់ប្រណាំងនេះគឺសម្រាប់ទីកន្លែងដែលចាប់ផ្ដើមគឺនៅមុខវត្តបន្ទុមតីបាទអញ្ចឹងនេះគឺយើងបានធ្វើការរៀបចំដើម្បីធ្វើការចេញដំណើរដើម្បីធ្វើការរត់ប្រណាំងនៅក្នុងកម្មវិធី8មីនានេះផងដែរបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងបានធ្វើការរត់ប្រណាំងជាក់ស្ដែងដូចអ្វីដែលខ្ញុំបានធ្វើការរត់នេះគឺជាលើកទី1របស់ខ្ញុំដែរដោយខ្ញុំមិនដែលធ្លាប់បានធ្វើការរត់ពីមុនមកទេបាទអញ្ចឹងខ្ញុំសូមធ្វើការរត់នេះគឺខ្ញុំសូមជ្រើសរើសយកការរត់ប្រណាំង10គីឡូម៉ែត្របាទអញ្ចឹងសម្រាប់ការរត់គឺខ្ញុំបានចាប់ដើមចេញពីមុខវត្តបន្ទុមតីដែលយើងធ្វើដំណើរទៅតាមផ្លូវសម្ដេចសង្ឃរាជជួណាទំបងមូជួណាបន្តមកទៀតគឺយើងបានធ្វើការរត់នៅតាមមុខនាការបាទអញ្ចឹងបន្តមកទៀតគឺយើងត្រូវបានធ្វើការរត់នៅតាមផ្លូវក្រសួងបរិស្ថានដែលយើងរត់កាត់ទៅខាងស្ពានអន្តនូនៃស្ពានកោះពេជ្របាទអញ្ចឹងនេះគឺជាសកម្មភាពមួយដែលយើងបានធ្វើការរត់ទៅលើផ្លូវនៃទីក្រុងកោះពេជ្របាទអញ្ចឹងសម្រាប់ការរត់ខាងក្រុមហ៊ុនសវណ្ណភូមិ Life Insurance ក៏បានធ្វើការរៀបចំក៏ដូចជាការផ្ដល់នៅភេសជ្ជៈក៏ដូចជាទឹកពិសាបរិសុទ្ធដើម្បីចែកជូនដល់បងប្អូនជាពលរដ្ឋដែលគាត់បានធ្វើការចុះឈ្មោះនៅក្នុងការរត់ប្រណាំងទិវាស្ត្រី10គីឡូម៉ែត្រនិង4គីឡូម៉ែត្របាទអញ្ចឹងសម្រាប់ការរត់នេះគឺយើងជាធម្មតាសម្រាប់ខ្ញុំផ្ទាល់គឺយើងរត់តិចក៏ដូចជារត់ខ្លះដើរខ្លះបាទអញ្ចឹងនេះគឺជាស្ថានីយ៍នៃការផ្ដល់ទឹកសុទ្ធសម្រាប់នៅក្នុងទីក្រុងកោះពេជ្រនៅតាមផ្លូវដែលយើងរត់បាទអញ្ចឹងសម្រាប់ទស្សនវិជ្ជាបងប្អូនដែលគាត់រត់នៅតាមខាងចម្ងាយ4គីឡូម៉ែត្រគឺយើងវងនៅរំវងមូស្ពានកោះនរាយើងបត់ឡើងទៅខាងស្ពាននេះភ្លោះនៅខាងផ្លូវទៅនាការចេញទៅវិញបាទអញ្ចឹងគឺខ្ញុំសូមរត់មកខាង10គីឡូម៉ែត្រអញ្ចឹងគឺខ្ញុំក៏បានធ្វើដំណើរក៏ដូចជាការរត់នៅឆ្លងស្ពានកោះនរាផ្ទាល់ផងដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការរត់បាទអញ្ចឹងបើនិយាយអំពីនៃការរត់វាជាទូទៅបើសិនជាករណីបងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាមិនដែលបានធ្វើការរត់គឺពិបាកយ៉ាងម៉េចដោយសារទី1ចម្ងាយនៃការរត់គឺមានចម្ងាយ10គីឡូម៉ែត្រហើយបើសិនជាករណីយើងអត់ដែរបានធ្វើការរត់នៅក្នុងដូចជាការហាត់ប្រាណរបស់យើងផ្ទាល់អាចនឹងមានការចុកដៃចុកជើងផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំដឹងខ្លួនខ្ញុំផ្ទាល់តែម្ដងអញ្ចឹងខ្ញុំអត់ធ្វើការរត់ដោយប្រញាប់ទេគឺយើងរត់ទៅតាមសម្រួលពេលខ្លះហត់គឺយើងសម្រាកពេលខ្លះក៏ដើរពេលខ្លះក៏រត់បានអញ្ចឹងនេះទស្សនវិជ្ជាដែលយើងបានធ្វើការទៅយកទឹកនៅក្នុងកន្លែងស្ថានីយ៍ដែលផ្ដល់ទឹកសុទ្ធក៏ដូចជាភេសជ្ជៈដើម្បីឲ្យយើងបានធ្វើការពិសាដើម្បីជួយផ្ដល់នៅធម្មពលដើម្បីឲ្យយើងបានធ្វើការរត់បន្តទៀតបាទអញ្ចឹងទស្សនវិជ្ជានៅខាងកោះនរាសម្រាប់ពេលព្រឹកព្រលឹមគឺឃើញមានបងប្អូនយើងគាត់បានមកធ្វើការដើរហាត់ប្រាណផ្ទាល់ផងដែរបាទបើនិយាយអំពីទស្សនវិជ្ជានៅពេលព្រឹកនេះគឺពិតជាស្រស់ស្អាតសម្រាប់កោះនរាដោយសារសួននៅខាងកោះនរាជាប់ទៅដោយនៅមាត់ទន្លេបាទអញ្ចឹងសម្រាប់ការដើរហាត់ប្រាណក៏ដូចជាការរត់សម្រាប់របស់ខ្ញុំផ្ទាល់តែម្ដងគឺគិតថាពិតជាល្អសម្រាប់ការរត់នេះបាទអញ្ចឹងឥឡូវគឺខ្ញុំក៏បានធ្វើការរត់មកដល់កោះនរាគឺដល់ទីតាំងមួយដែលយើងត្រូវធ្វើការវងទៅខាងស្ពានកោះនរាឡើងវិញដើម្បីយើងទៅទីតាំងនៅមុខវត្ត
ទុមតៃបាទអញ្ចឹងគឺយើងបានធ្វើដំណើរមកដល់ខាងកោះពេជ្របាទអញ្ចឹងគឺយើងដល់ស្ថានីយ៍មួយទៀតហើយដើម្បីធ្វើការយកទឹកបរិសុទ្ធនៅក្នុងការរត់ទីវាប្រណាំង10គីឡូម៉ែត្រនេះផងដែរបាទអញ្ចឹងសម្រាប់ការយកទឹកគឺមាន free បាទអញ្ចឹងគឺយើងអាចយកភេសជ្ជៈឬក៏ទឹកសុទ្ធឬក៏ប្រភេទV Active ដែលវាជួយបង្កើននៅធម៌ពលរបស់យើងផងដែរនៅក្នុងការរត់បាទនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការចូលរួមពេលព្រឹកមិញជាទូទៅបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងបានធ្វើការរត់ការបញ្ចេញញើសនៅពេលដែលយើងបានពិសានៅទឹកបរិសុទ្ធត្រជាក់ក៏ដូចជាប្រភេទភេសជ្ជៈបើកម្លាំងពិតជាជួយបំពេញនៅធម៌ពលរបស់យើងសម្រាប់ខ្ញុំបានធ្វើការជ្រើសរើសយកនៅភេសជ្ជៈ V Active បាទអញ្ចឹងពីព្រោះថាយើងរត់អស់កម្លាំងអញ្ចឹងក៏បានធ្វើការដាក់នៅ V Active ប្រហែលជាកន្លះកំប៉ុងដែរបាទអញ្ចឹងធ្វើឲ្យយើងមានកម្លាំងឡើងវិញបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាមួយដែលខ្ញុំបានធ្វើការរត់ទៅដល់ស្ពាននាគភ្លោះនៃទីក្រុងកោះពេជ្រដែលជាផ្លូវដែលយើងចេញពីកោះពេជ្រទៅខាងនាការវិញបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជាពេលព្រឹកព្រលឹមនេះសម្រាប់ផ្ទៃមេឃផ្ទាល់តែម្ដងគឺមានសភាពអ៊ូអាប់ល្ងឹតដោយសារប្រហែលថ្ងៃមុនឃើញក្រសួងព័ត៌មានបានធ្វើការចុះផ្សាយពីភ្លៀងកក់ខែឥឡូវនេះក៏បានធ្វើការរលឹមបន្តិចដែរនៅក្នុងរាជធានីភ្នំពេញរបស់យើងបាទនិយាយអំពីទស្សនវិជ្ជានេះគឺយើងបានធ្វើការរត់មកដល់នៃមុខវត្តបទុមវតីហើយបាទអញ្ចឹងសម្រាប់ទស្សនវិជ្ជានេះគឺមានភ្លៀងមរាវដែរតែมันជាភ្លៀងច្រើនដែរដោយសារដូចអ្វីដែលយើងបានធ្វើការរត់នេះដែរដោយសារមេឃក៏បានភ្លៀងមកគឺធ្វើឲ្យយើងបានត្រជាក់មកបន្តិចដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខ្លះដែលបងប្អូនក៏ដូចជាមិត្តភ័ក្តិឬក៏បងទាំងអស់គាត់បានធ្វើការចូលរួមនៅក្នុងកម្មវិធីទិវារត់ប្រណាំងស្ត្រី10គីឡូម៉ែត្រអញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងគ្នាអាចធ្វើការតាមដាននៅវីដេអូខ្លះៗដែលខ្ញុំបាននឹងធ្វើការបង្ហាញនេះមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រធានគណៈកម្មការស្ត្រីនៃគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានផ្ដល់ពន្យល់ឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាលោកជំទាវញ៉ែមរតនរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាសមាជិកប្រតិគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងទទួលបានការផ្ដល់កិត្តិយសจากពីសំណាក់ឯកឧត្តមលោកជំទាវអនុរដ្ឋលេខាធិការឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានទូតជាតិកម្ពុជាក៏ដូចជាតំណាងក្រុមហ៊ុនចារួមមានក្រុមហ៊ុនធានារ៉ាប់រងចាសវណ្ណភូមិឡាយនៅទីនេះដើម្បីអ្នកនៅទីនេះដើម្បីកម្ពុជាក៏ដូចជាអ្នកអំណេលេខថ្លៃម្ដងគុណជូនដល់បណ្ដាក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភគ្រប់គ្រងនៅក្នុងទិវារត់ប្រណាំងស្ត្រីនៅក្នុងឱកាសដ៏ពិសេសពិសានេះ Your Excellency Lok Chimtio, ladies and gentlemen, to begin today's program, we may now proceed to the first agenda of today's event. We would like to present the certificate of appreciation from our organizing committee to our sponsors. Please welcome our silver medalist, Michelle Uyghur, representing USA. Your Excellency Lok Chimtio, ladies and gentlemen, please welcome our champion from 10K category, Chon Bonthon, gold medalist, Kingdom of Cambodia. យើងខ្ញុំមានកិត្តិយសសូមអនុញ្ញាតក្រុមអញ្ជើញលោកស្រីបណ្ឌិតហោសុវឌ្ឍនាអគ្គនាយករងនាយកធានារ៉ាប់រងកម្ពុជា Your Excellency, ladies and gentlemen, presenting this award by Madam Hao Suwatana, Deputy Director General of Insurance Regulator of Cambodia.
បងប្អូនទាំងអស់គ្នាដែលនៅអបអរសាទរជាមួយនឹងលទ្ធផលជ័យលាភីសូមអរគុណមិនអ្នកសារព័ត៌មានទាំងអស់ដែលបានផ្តិតយករូបភាពដ៏មានសារៈសំខាន់នៃពិធីទិវារថប្រណាំងស្ត្រីនៅក្នុងថ្ងៃសិទ្ធិនារី8មីនា We once again thank you very much for all of you for joining us today, especially this event, especially this occasion that we presenting the award to all the winner. We thank you to all the media team for taking care of this event, and thank you once again. And we are glad to have you all here. From 10K in women category, bronze medalist Camilla Ken Christensen, representing Denmark. Ladies and gentlemen, please welcome our silver medalist, Jan Sochi, Cambodia. Ladies and gentlemen, big round of applause to our champion, gold medalist, Pin Am, representing the Kingdom of Cambodia. យើងខ្ញុំមានកិត្តិយសសូមអនុញ្ញាតគ្រប់អញ្ជើញលោកជំទាវ កុយវិស័យរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការស្ត្រីនៃគណៈកម្មការជាតិអូឡ িম্পিক កម្ពុជា Your Excellency, ladies and gentlemen, we have here Her Excellency Koi Pisay, President of the Women and Sport Commission of the National Olympic Committee of Cambodia, presenting this award. ចាដោយដែលបងប្អូនបានជ្រាបហើយរង្វាន់ជាច្រើនដែលជួយដល់ស្ត្រីរបស់យើងក៏ដូចជាបងប្អូនបរិសុទ្ធដែលទទួលបានជ័យលាភីផងដែរសម្រាប់បងប្អូនបរិសុទ្ធគាត់ទទួលបាននៅរង្វាន់លើកទឹកចិត្តចាព្រោះថាថ្ងៃនេះជាថ្ងៃដ៏ពិសេសរបស់ស្ត្រីរបស់យើងតាមពិតស្ត្រីរបស់យើងមិនមែនមានតែមួយថ្ងៃនេះទេថ្ងៃនេះគ្រាន់តែពិសេសបន្តិចដែលយើងប្រពៃនៅពិធីដែលនៅលើសកលលោកគឺទាមទារបាននៅសិទ្ធិសេរីភាពចាយ៉ាងពេញបរិបូរណ៍នៅក្នុងថ្ងៃ8មីនានេះតែម្ដងអ្វីដែលសំខាន់ដោយដែលបងប្អូនបានជ្រាបប្រសាសន៍សន្ទរកថារបស់លោកជំទាវ កុយពិស័យកាលពីព្រឹកមិញចាលោកបានថ្លែងនៅក្នុងពិធីចាបានជ្រាបហើយស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិបើមិនមានស្ត្រីទេក៏មិនមានយើងទាំងអស់គ្នារួមទាំងនាងខ្ញុំដែរចាហើយសមភាពស្ត្រីភាពអង្អាចក្លាហានស្ត្រីនិងកុមារនេះគឺជាប្រធានបទសម្រាប់ឆ្នាំ2025